ឥឡូវនេះដល់ក្បាច់ទី5ហើយបងប្អូនហើយក៏មិត្តភ័ក្តិខមមិនមកតិចយាយប្រយ័ត្នប្រយែងផងហ្នឹងឯងអរគុណនិយាយទៅប្រយ័ត្នប្រយែងដែរហ្នឹងណាទ្រាំតាយកក្បាច់នីមួយយកមកហាត់ហ្នឹងស្រាវជ្រាវដែរមិនមែនចេះតាហាត់ខ្លួនឯងកើតទេហើយក្បាច់នេះដែរគឺងាយស្រួលទេបងប្អូនដូចដែលបើឃើញអញ្ចឹងយើងគ្រាន់តែបដេកខ្លួនហើយយើងដៃយើងកែងទៅកែងច្រត់កែងដៃហើយយើងបដិខ្លួនអញ្ចឹងមកហើយជើងយើងផ្គុំគ្នាកែងមកហើយយើងលើកចុះលើកឡើងហ្នឹងខ្ញុំអត់ដាក់នីតិទេគឺខ្ញុំរាប់តែម្ដងខ្ញុំរាប់ចំនួន20ដងបើសិនជាបងប្អូនចង់ដាក់10ដងក៏បានដែរអញ្ចឹងខ្ញុំមកខាង20ដងអញ្ចឹងណាបងប្អូនក្នុងមួយថ្ងៃគឺខ្ញុំហាត់រយៈពេលចន្លោះពី20នាទីទៅ30នាទីតាមក្បាច់មួយអញ្ចឹងណាហើយយើងហាត់បែបស្រាលនៅផ្ទះនឹងឯងជាស្ដែងទៅខ្ញុំហាត់បានតែថ្ងៃច័ន្ទដល់ថ្ងៃសុក្រថ្ងៃពេលខ្លះថ្ងៃសៅរ៍អាទិត្យបានហាត់ទេដោយសារយើងរវល់ធ្វើការដែរបងប្អូនអញ្ចឹងទៅថ្ងៃណាពេលណាតនេគឺដឹងតែហាត់ប្រាណហើយនិយាយទៅគឺញៀនតែម្ដងញៀនក្នុងការហាត់ប្រាណបើសិនជាអត់បានហាត់ប្រាណទេដូចមានអារម្មណ៍ថាតប្រមល់ដឹងស្អីស្អុកដូចរឿងដូចពិបាកពណ៌នាតែបើសិនជាបានហាត់ប្រាណហើយមានអារម្មណ៍ថាខ្លួនឯងរៀងស្រួលខ្លួនអញ្ចឹងណាអញ្ចឹងទៅចេះតាបន្តការហាត់ប្រាណរហូតនឹងឯងជាហាត់ប្រាណយើងបែបស្រាលនៅផ្ទះដូចយូហ្គាដូចអីអញ្ចឹងទៅអត់មានទៅលើកដុំដៃដុំអីទេគឺយើងហាត់បែបស្រួលជំនួយដល់សុខភាពរបស់យើងហើយនឹងយើងសម្រាប់ជំនួយដល់កូននៅក្នុងផ្ទៃយើងផងយើងហាត់បែបខ្លាំងខ្លាចវាប៉ះពាល់អញ្ចឹងណាដោយសារតែយើងនៅក្នុងត្រីមាសទី1អញ្ចឹងយើងត្រូវប្រយ័ត្នប្រយែងអញ្ចឹងរាល់លំហាត់ប្រាណផ្សេងយើងត្រូវប្រយ័ត្នថាតើវាមានបញ្ហាអីដល់សុខភាពយើងអត់មិនយើងចេះតែហាត់កើតទេវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនជួបគ្នានៅវីដេអូក្រោយទៀត